លទ្ធិប្រជាធិបតេយ្យគឺជាគោលគំនិតថ្មីស្រឡាងមួយត្រូវបានលេចត្រដែតឡើងនៅខណៈពេលដែលប្រទេសកម្ពុជាកំពុងស្ថិតនៅក្រោមនឹមអាណានិគមនិយមរបស់បារាំងនៅឡើយក្នុងឆ្នាំ1946បារាំងបានត្រឡប់មកកាន់កាប់ដែនដីឥណ្ឌូចិនសាជាថ្មីបន្ទាប់ពីអវត្តមានអស់មួយរយៈពេលដោយសារការវាយដណ្ដើមកាន់កាប់ពីសំណាក់កងទ័ពជប៉ុនត្រឡប់មកម្ដងនេះបារាំងបានធ្វើខ្លួនសុភាពរាបសារនិង float boat ជាងកាលពីមុនដោយបារាំងយល់ព្រមឲ្យប្រទេសកម្ពុជារៀបចំតាក់តែងរដ្ឋធម្មនុញ្ញនិងមានសភាតំណាងរាស្ត្រជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួនតាមរយៈកិច្ចព្រមព្រៀងជាបណ្ដោះអាសន្នមួយនៅថ្ងៃទី7ខែមករាឆ្នាំ1946ដែលខ្មែរនិងបារាំងត្រូវអត់ឱនឲ្យគ្នាទៅវិញទៅមកកិច្ចព្រមព្រៀងនេះបានផ្ដល់ស្វ័យភាពផ្ទៃក្នុងខ្លះៗមកឲ្យខ្មែរតែយ៉ាងណាមិញកិច្ចការនយោបាយក្រៅប្រទេសការពារជាតិសេដ្ឋកិច្ចនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងដដែលតើហេតុអ្វីបានជាបារាំងសុខចិត្តយល់ព្រមអនុញ្ញាតឲ្យកម្ពុជាមានរដ្ឋធម្មនុញ្ញជារបស់ខ្លួននោះយើងត្រូវនិយាយអំពីចលនាទាមទារឯករាជ្យពីបារាំងរបស់វៀតណាមដែលនៅក្នុងឆ្នាំ1930គណៈបកកុម្មុយនីសឥណ្ឌូចិនត្រូវបានបង្កើតឡើងហើយវៀតណាមគេមានជំនឿថាអាល្លឺម៉ង់និងជប៉ុនច្បាស់ជាចាញ់សង្គ្រាមលោកលើកទី2ដូច្នេះវៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខជាមួយនឹងបារាំងដែលបានចុះខ្សោយឥទ្ធិពលរបស់ខ្លួនក្រោយសង្គ្រាមលោកម្ល៉េះហើយប្រឈមមុខនឹងសង្គ្រាមពីក្រមកុម្មុយនីសវៀតណាមនិងពីសំណាក់ក្រមខ្មែរអ៊ីសារ៉ាបារាំងត្រូវបន្ទន់ឥរិយាបថរបស់ខ្លួនដើម្បីអាចរក្សាវត្តមាននៅឥណ្ឌូចិនដើម្បីអាចរៀបចំរដ្ឋធម្មនុញ្ញបានកាលនោះកម្ពុជាត្រូវបង្កើតច្បាប់ស្តីពីគណៈបកនយោបាយនិងត្រូវបង្កើតគណៈបកនយោបាយដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតសភាធម្មនុញ្ញមួយសិនក្រោយការចូលជាធរមាននៃច្បាប់ស្តីពីការបោះឆ្នោតនៅខែមិថុនាឆ្នាំ1946បញ្ញវន្តខ្មែរមួយក្រុមដែលជាស្ថាបនិកនៃកាសែតនគរវត្តគឺលោកអ៊ីវកឹសលោកឈៀមវ៉មនិងលោកសំបាបានរួមគ្នាបង្កើតនៅគណៈបកនយោបាយមួយមានឈ្មោះថាគណៈបកប្រជាធិបតេយ្យមានរូបសញ្ញាក្បាលដំរីកាន់ផ្កាជប់3ព្រមទាំងបានយាងព្រះអង្គម្ចាស់ស៊ីសុវត្ថិយុតិវង្សមកគង់ធ្វើជាព្រះប្រធានគណៈបកព្រះអង្គម្ចាស់ស៊ីសុវត្ថិយុតិវង្សគឺជាសមាជិករាជវង្សខ្មែរមួយអង្គដែលមានប្រតិដកចិត្តស្រឡាញ់លទ្ធិប្រជាធិបតេយ្យតាមរយៈគំរូភាពដែលព្រះអង្គបានមើលឃើញជាក់ស្ដែងនៅក្នុងស្រុកបារាំងផ្ទាល់ជាទីដែលព្រះអង្គបានបញ្ចប់ឧត្តមសិក្សាហើយព្រះអង្គមានព្រះបំណងចង់អនុវត្តនៅមាគ៌ានយោបាយមួយនេះនៅស្រុកខ្មែរដែរដោយឡែកព្រះរាជវង្សានុវង្សខ្មែរផ្សេងទៀតដូចជាព្រះអង្គម្ចាស់នរោត្តមនរិន្ទដេតបានដឹកនាំគណៈបកសេរីភាពដែលគណៈបកមួយនេះមានសញ្ញាសម្គាល់ជារូបប្រាសាទហើយជាគណៈបកមួយដែលទទួលបានការឧបត្ថម្ភថវិកាដោយលួចលាក់ពីពួកអាណានិគមបារាំងចំណែកគណៈបកធំទី3នោះមានឈ្មោះថាគណៈបកចម្រើនជាតិដែលមានរូបព្រួញទម្លុះកង់4ស្ថិតនៅក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណានៅក្នុងខែកញ្ញាឆ្នាំ1946ការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញត្រូវបានរៀបចំឡើងដោយក្នុងនោះគណៈបកប្រជាធិបតេយ្យបានឈ្នះឆ្នោតភ្លុកទឹកភ្លុកដីដោយទទួលបានសម្លេងគាំទ្រ50លើ67អាសនៈរីឯគណៈបកសេរីភាពទទួលបានសម្លេងគាំទ្រចំនួន14អាសនៈបេក្ខជនឯកតនាមទទួលបាន3អាសនៈចំណែកឯគណៈបកចម្រើនជាតិមិនទទួលបានសម្លេងឆ្នោតនោះទេជោគជ័យរបស់គណៈបកប្រជាធិបតេយ្យបានធ្វើឲ្យពួកអាណានិគមបារាំងមានការកង្វល់ជាខ្លាំងត្បិតគណៈបកនេះមានគោលដៅធំដើម្បីទាមទារឯករាជ្យជូនប្រទេសកម្ពុជាជាក់ស្ដែងលោកអ៊ីវកឹសប្រធានរដ្ឋសភាជាតិនិងជាអគ្គលេខាធិការគណៈបកប្រជាធិបតេយ្យបានមានប្រសាសន៍ថាមុននឹងចង់បានឯករាជ្យត្រូវស្វែងរកលទ្ធិប្រជាធិបតេយ្យមកជូនជាតិជាមុនសិននាកាលណាជាតិយើងមានលទ្ធិប្រជាធិបតេយ្យមកធ្វើជាមូលដ្ឋានហើយ
ជាតិយើងមានសិទ្ធិធ្វើនយោបាយដើម្បីទាមទារឯករាជ្យពីអាណានិគមនិយមបារាំងសេសបានក្រោយឈ្នះឆ្នោតគណៈបកប្រជាធិបតេយ្យបានរៀបចំសម្របសម្រួលតាក់តែងរដ្ឋធម្មនុញ្ញរបស់កម្ពុជាដែលនឹងកែប្រែជាប្រវត្តិសាស្ត្រនៅលទ្ធិទេវរាជទៅជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញហើយព្រះមហាក្សត្រខ្មែរនឹងបាត់បង់អស់នូវសិទ្ធិអំណាចរបស់ខ្លួនទៅឲ្យរដ្ឋសភាជាតិការនេះប្រហែលមិនមែនជាសញ្ញាល្អនឹងអ្វីដែលព្រះមហាក្សត្រគ្រប់អង្គនៅទូទាំងពិភពលោកចង់បាននោះទេតាមលោក David Chandler បានលើកឡើងថាព្រះបាទសីហនុព្រះអង្គមានប្រតិកង្វល់ជាខ្លាំងចំពោះជ័យជំនះរបស់គណបកប្រជាធិបតេយ្យដែលព្រះអង្គទ្រង់ទទួលបានអារម្មណ៍ថាគេបានរុញច្រានព្រះអង្គចេញពីឆាកនយោបាយហើយទ្រង់បានរិះគន់ក្រុមគណបកប្រជាធិបតេយ្យជាខ្លាំងនៅថ្ងៃទី6 ខែឧសភាឆ្នាំ1947រដ្ឋធម្មនុញ្ញលើកដំបូងត្រូវបានប្រកាសឲ្យប្រើដោយអំណាចទាំងអស់ត្រូវធ្លាក់ទៅក្នុងដៃរបស់ក្រុមប្រឹក្សារាជាណាចក្រដែលមានរដ្ឋសភានិងព្រឹទ្ធសភាជាតិហើយវាក៏ជាមូលហេតុមួយដែលគណៈបកប្រជាធិបតេយ្យនិងព្រះមហាក្សត្រចាប់ផ្ដើមកើតមានទំនាស់គំនិតជាមួយគ្នាជោគជ័យរបស់គណៈបកប្រជាធិបតេយ្យគឺជាជោគជ័យដ៏មហាអស្ចារ្យសម្រាប់ចលនាប្រជាធិបតេយ្យនៅកម្ពុជាដោយចលនានេះហាក់បីដូចជាទទួលបានការគាំទ្រពីសំណាក់មហាជនខ្មែរចាប់តាំងពីកកើតដំបូងទោះបីពេលនោះប្រជាជនខ្មែរជាទូទៅនៅតាមស្រុកស្រែចម្ការប្រហែលជានៅពុំទាន់យល់ជ្រុតជ្រាបពីគោលការណ៍ប្រជាធិបតេយ្យនេះក៏ដោយកត្តាដែលនាំឲ្យគណៈបកនេះទទួលជ័យជំនះនោះគឺជាចលនាលឿនរហ័សដែលអាចគៀកោការគ្រប់គ្រងពីបញ្ញវន្តខ្មែរដែលមានទឹកមាត់ប្រៃបូករួមទាំងអាចារ្យហាមជីវដែលពួកគាត់ទាំងនោះត្រូវបានពលរដ្ឋគោរពស្រឡាញ់និងយល់ព្រមបោះឆ្នោតជូនគណៈបកប្រជាធិបតេយ្យតាមការណែនាំរបស់ខ្លួនរីឯកត្តាទី2កម្លាំងគណៈបកមួយនេះគឺទទួលបានការគ្រប់គ្រងពីមន្ត្រីតាមភូមិឃុំគ្រូបង្រៀននិងព្រះសង្ឃដោយសារតែគោលនយោបាយច្បាស់លាស់នៅក្នុងការទាមទារឯករាជ្យពីសំណាក់អាណានិគមបារាំងលោកអ៊ីវកឺសបានមានប្រសាសន៍ថាមតិភាគច្រើនពុំមែនសុទ្ធតែត្រូវឥតខ្ចោះនោះទេជួនកាលកាលៈទេសៈខ្លះខុសទៅវិញក៏មានដែរក៏ប៉ុន្តែគេសន្យាថាទុកមតិភាគច្រើនជាមតិត្រឹមត្រូវនោះព្រោះមតិភាគតិចគ្មាននឹងទ្រទ្រង់រដ្ឋាភិបាលជាតំណាងប្រជាជាតិទេបានជាគេសន្មត់ឲ្យមតិភាគតិចចាញ់មតិភាគច្រើនលោកបន្តទៀតថាលទ្ធិប្រជាធិបតេយ្យត្រូវអាស្រ័យពឹងផ្អែកប្រជែងប្រណាំងគ្នាក្នុងការសម្ដែងយោបល់នៃអ្នកតំណាងរាស្ត្រលើវេទិកាអ្នកតំណាងរាស្ត្រណាមានមធ្យោបាយច្រើនចេះនិយាយឲ្យអ្នកតំណាងឯទៀតចាប់អារម្មណ៍មតិអ្នកតំណាងរាស្ត្រនោះពិតជាមានប្រសិទ្ធភាពក្នុងពេលវិនិច្ឆ័យអ្វីដែលជាបញ្ហាចោទសំខាន់របស់គណៈបកប្រជាធិបតេយ្យនោះគឺជាអំណាចដែលត្រូវបានផ្ដល់ទៅឲ្យសភាដូចមានចែងក្នុងរដ្ឋធម្មនុញ្ញក៏ប៉ុន្តែតើអំណាចដែលបានច្រឹកឡើងនោះមាននិយមន័យដូចម្ដេចហើយតើវានឹងបានមកពីណានៅពេលដែលបារាំងនៅក្តាប់ដៃមិនលែងបែបនេះរដ្ឋាភិបាលរបស់គណៈបកប្រជាធិបតេយ្យមិនអាចដឹកនាំប្រទេសកម្ពុជាទៅតាមការចង់បានរបស់ខ្លួននោះទេដោយសារប្រទេសកម្ពុជាពុំមែនជារដ្ឋឯករាជ្យគឺកំពុងស្ថិតនៅក្រោមការគ្រប់គ្រងសេដ្ឋកិច្ចពន្ធដារយោធានិងកិច្ចការបរទេសពីសំណាក់សាធារណរដ្ឋបារាំងលោកអ៊ីវកឺសបានប្រដូចស្ថានភាពពេលនោះទៅនឹងផ្ទះមួយដែលមានម្ចាស់ពីរហើយរដ្ឋធម្មនុញ្ញដែលជាមាគ៌ានយោបាយរបស់ជាតិនឹងក្លាយទៅជារបស់ឥតមានតម្លៃប្រសិនបើយើងមិនព្រមធ្វើតាមហើយប្រសិនជាខ្មែរមិនព្រមស្ដាប់តាមបារាំងទេក៏ច្បាស់ជានឹងជួបប្រទះឧបសគ្គដែរជាពិសេសរដ្ឋធម្មនុញ្ញឆ្នាំ1947នេះមានចន្លោះប្រហោងមួយយ៉ាងធំដែលក្នុងនោះនៅមាត្រា21បានចែងថាអំណាចទាំងអស់បានមកពីព្រះមហាក្សត្រជាហេតុធ្វើឲ្យព្រះមហាក្សត្រឆក់ឱកាសប្រើប្រាស់មាត្រានេះដើម្បីក្តោបក្តាប់អំណាចនេះក៏ដោយសារតែគណៈបកប្រជាធិបតេយ្យបានប៉ាន់ស្មានខុសពីកម្លាំងរបស់ព្រះមហាក្សត្រផងដែរព្រះអង្គម្ចាស់ស៊ីសុវត្ថិយុតិវង្សបានក្លាយជានាយករដ្ឋមន្ត្រីរបស់គណៈបកប្រជាធិបតេយ្យ
នៅថ្ងៃទី15ខែធ្នូឆ្នាំ1946ដោយមានលោកសឺនសានជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកប៉ែននុតជាទេសរដ្ឋមន្ត្រីទទួលបន្ទុករាជធានីភ្នំពេញក្រោយមកនៅថ្ងៃទី11ខែកក្កដាឆ្នាំ1947ព្រះអង្គបានសគត់ដោយសាររោគរបេងបន្ទាប់មកព្រះអង្គម្ចាស់ស៊ីសុវត្ថិវត្តឆាយាវង្សបានឡើងជានាយករដ្ឋមន្ត្រីបន្តនៅថ្ងៃទី25ខែកក្កដាឆ្នាំ1947ដែលមានលោកសឺនសានជាឧបនាយករដ្ឋមន្ត្រីលោកប៉ែននុតជាទេសរដ្ឋមន្ត្រី